ឥឡូវនេះយើងចូលមកដល់វីដេអូទី1របស់ខ្ញុំនៃការថតបង្ហាញពីសកម្មភាពដែលខ្ញុំធ្វើរឿង anime ហើយខ្ញុំនឹងបង្ហាញថាវីដេអូទី1របស់ខ្ញុំហ្នឹងខ្ញុំបានប្រមាណ view បានប្រមាណ follower តោះចូលទៅមើលទាំងអស់គ្នាអញ្ចឹងជាដំបូងខ្ញុំចូលទៅកាន់ CapCut ដើម្បីកាត់ scene វាឲ្យខ្លីៗជាមុនសិនដើម្បីឲ្យខ្ញុំងាយស្រួលយកទៅ generate ជា text នៅក្នុង Google AI Studio យើងកាត់វាខ្លីៗហើយ save ទុក1 2 3អីចឹងទៅដើម្បីឲ្យយើងស្រួលចំណាំទុក step បន្ទាប់ទៀតយើងត្រូវ upload វីដេអូ audio ដែលយើង save ទុកមិញហ្នឹងចូលទៅក្នុង Google AI Studio ហើយយើង pass prompt ដែលយើងមានស្រាប់ឲ្យវា generate ឲ្យយើងដើម្បីបានជា text ជាភាសាខ្មែរដែលសាច់រឿងបាននិយាយគ្នាហើយសម្រាប់ prompt generate បើសិនជាមានគ្នាយើងចង់បានអីខ្ញុំអាចឲ្យបានគ្នាយើងប្រហែលឃើញមុខខ្ញុំអត់សូវស្រស់ដោយសារខ្ញុំធ្វើការពេញមួយយប់អីហើយឆ្លៀតមកធ្វើវីដេអូទៀតអញ្ចឹងសម្រាប់រឿងពិបាកសម្រាប់ខ្ញុំក្នុងការធ្វើគឺត្រូវទៀងទាត់ពាក្យពេចន៍ដែលតួអង្គនិយាយបន្ទាប់ពី generate ហើយទោះបីយើងប្រើ AI ក៏ដោយក៏យើងត្រូវការផ្ទៀងផ្ទាត់ដែរដោយសារមានពាក្យខ្លះខុសពាក្យខ្លះខ្វះអញ្ចឹងខ្ញុំត្រូវតែយកទៅផ្ទៀងផ្ទាត់ជាមួយរឿងពេញបន្ទាប់ពីយើងទទួលបាន voice over ហើយដល់វគ្គយើង edit ម្ដងកន្លែងនេះវាស្រួលសម្រាប់ខ្ញុំប៉ុន្តែវាទាមទារឲ្យខ្ញុំផ្ចង់អារម្មណ៍ក្នុងការធ្វើមែនតើព្រោះសំឡេងដែលយើង generate ជាភាសាខ្មែរហើយគឺវាមានពេលអត់ដូចគ្នាជាមួយសំឡេងដើមទេអញ្ចឹងវាទាមទារឲ្យយើងតម្រឹមបន្ថយពន្លឿនវីដេអូធ្វើម៉េចឲ្យវាស៊ីគ្នារឿងមួយទៀតដែលខ្ញុំឆ្លាញ់នោះគឺថាក្នុង CapCut វាអាចឲ្យយើងបិទសំឡេងដើមដែលតួអង្គនិយាយអញ្ចឹងវាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការធ្វើគឺវាទុកតែសំឡេង background ទេការខ្ញុំធ្វើមុនដំបូងពិបាកដែរដោយសារខ្ញុំអត់ចេះសោះហ្មងពីរបៀបបញ្ចូលរឿងខ្ញុំឆ្ងល់ថាគេបញ្ចូលរឿងមិនបានបាត់សំឡេងដើមតែសំឡេង background នៅដដែលគ្នាយើងមានឆ្ងល់អត់មិនបានខ្ញុំធ្វើក្នុង PC សុកបកមកធ្វើក្នុង template វិញតាមក៏គាត់ទៅធ្វើក្នុង PC វាស្រួលតែដោយសារខ្ញុំអត់មាន account Pro ប្រើ hack របស់វាពេលខ្លះ save បានពេលខ្លះ save អត់បានអញ្ចឹងមកធ្វើក្នុង template វិញដោយសារយើងមាន file mode វាដែលអាចប្រើបានអញ្ចឹងកន្លែងនេះខ្ញុំធ្វើក៏ដល់ម៉ោងគេងដោយសារបើអត់គេងទេគឺអត់កើតទេដោយសារខ្ញុំធ្វើការពេញមួយយប់ហើយអូខេហ្នឹងហើយអានេះគឺជាសកម្មភាពតដែលខ្ញុំយកមកកាត់តបហើយនៅ office ខ្ញុំដោយសារតែពេលខ្ញុំកាត់តនៅផ្ទះហ្នឹងវាអត់ទាន់ហើយអញ្ចឹងខ្ញុំយកមកហើយនៅកន្លែង office ឲ្យហើយថ្ងៃហ្នឹងអញ្ចឹងអូខេអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំកាត់ហើយសម្រាប់ថ្ងៃហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំបញ្ជាក់បន្តិចអាហ្នឹងមិនមែនជាវីដេអូភាគទី1ទេអានេះចូលដល់អេពីសូតទី3ភាគទី1ហើយភាគទី2ហើយដោយសារតែខ្ញុំធ្វើវាហើយពីមុនខ្លះអញ្ចឹងថ្ងៃហ្នឹងខ្ញុំកាត់បានប៉ុណ្ណឹងខ្ញុំចំណាយពេលបូកចូលគ្នាទៅប្រហែលជា3ម៉ោងអីសម្រាប់ធ្វើវាបានមួយផាតហ្នឹងអូខេអញ្ចឹងបន្ទាប់ពីខ្ញុំបាន edit មកពីហ្នឹងហើយខ្ញុំចូលក្នុង Canva ដើម្បី edit cover វីដេអូដើម្បីឲ្យមើលទៅមានភាពតាក់ទាញអញ្ចឹងហើយសម្រាប់វីដេអូ cover គឺខ្ញុំប្រើ Canva ទេដើម្បីធ្វើហើយភាគច្រើនខ្ញុំឃើញបងដែលគាត់សម្រាយរឿងគាត់ប្រើ font នេះច្រើនអញ្ចឹងខ្ញុំសាកដាក់ font ហ្នឹងដែរមើលទៅឃើញតំណងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីខ្ញុំកាត់តវីដេអូ edit poster ឲ្យអស់អញ្ចឹងដល់វាខ្ញុំផុសវីដេអូម្ដងសម្រាប់ការផុសនេះវិញគឺខ្ញុំផុសទាំងកណ្ដាលជប់ហ្មងតោះឥឡូវមកមើល result មួយខ្ញុំថាខ្ញុំផុសបាន7ម៉ោងថាខ្ញុំបានប្រហែល view ហើយបានប្រហែល follower តាមទៅមើលដល់អស់គ្នានឹងហើយគេយើងអញ្ចឹងបន្ទាប់ពីខ្ញុំផុសបាន7ម៉ោងហើយខ្ញុំបានទទួលបាន43 view ទេខ្ញុំមិនដឹងមិនដែរថាឥឡូវនេះផុសទៅធ្លាក់ view ទៅផុសមក view វាបានឡើងដែរអញ្ចឹងតែជាអាចមកពីខ្ញុំផុសអញ្ចឹងណាអញ្ចឹងវីដេអូទី1របស់ខ្ញុំអត់ទាន់បានទទួលនេះទេអត់ទាន់បានទទួល follower ទេវាមិនមានន័យថាខ្ញុំ fail ទេព្រោះនេះទៅតែវីដេអូទី1អញ្ចឹងណាអូខេអញ្ចឹងវីដេអូទី1របស់ខ្ញុំសូមកាត់ត្រឹមហ្នឹងសិនចាំជួយចូលទៅមើលវីដេអូទី2របស់ខ្ញុំផង